សួស្តីពុកម៉ែមីបងប្អូនអរគ្នាសូមស្វាគមន៍បានវីដេអូរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំនឹងបង្ហាញពីទីសាស្ត្រនៃការព្យាបាលគោដែលរឹងដៃរឹងជើងវាមិនឃ្លានស្មៅបាទនៅសុកលេងដើរចង់រួចហើយយើងមកតែមើលរូបភាពគោសង្ហាយើងពេទ្យសត្វទៀតគោនេះគោស្រឡាញ់អ្នកចាំបំពន់យកសាច់ជ្រុំលក់អញ្ចឹងគឺកូនគោស្អាតទេបងប្អូនអរគ្នាបាទបានគោស្ដាយវាមានជំងឺមួយគឺចាប់ដើមរឹងដៃរឹងជើងទៅថ្ងៃមកអត់ចង់ស៊ីស្មៅទេអញ្ចឹងយើងម្ចាស់សត្វពេលដែលឃើញទស្សនវិជ្ជាបែបនេះគឺយើងត្រូវការព្យាបាលវាឲ្យតាន់ពេលវេលាដើម្បីងាយស្រួលក្នុងការឲ្យវាមានជីវិតរស់ឡើងវិញហើយមួយទៀតវាឃ្លានអាហារឡើងវិញដូច្នេះសម្រាប់បងប្អូនអរគ្នាចំសត្វគឺបើសិនសម្រាប់បងប្អូនអរគ្នាដែលចេះចាក់ថ្នាំយើងគ្រាន់តែយកថ្នាំពីខ្ញុំទៅយកទៅចាក់ព្យាបាលក៏បានដែរខ្ញុំប្រឹក្សាយោបល់បន្ថែមតែបើបងប្អូនអរគ្នាអត់ចេះចាក់ទេអាចមើលវីដេអូនេះទៅរបៀបចាក់ហើយបើសិនជាបងប្អូនចង់ដឹងពីរបៀបចាក់បងប្អូនអរគ្នាអាចទំនាក់ទំនងសាកសួរព័ត៌មានពីខ្ញុំបានហើយខ្ញុំក៏មានវគ្គបណ្ដុះបណ្ដាលតាមអនឡាញដែរបងប្អូនឯងចង់ចេះចាក់ថ្នាំព្យាបាលគោក្របីជ្រូកមាន់ទាអីនេះក៏អាចមានការបង្រៀនតាមអនឡាញមើលបងប្អូនអរគ្នាទស្សនាវីដេអូខ្ញុំប្រឹក្សាយោបល់បន្ថែមបាទហើយវាដូចជាមិនពិបាកទេពិបាកតែដំបូងឯងតើតោះអីក៏ដោយប៉ុន្តែវាអាចយើងអត់ចេះវិនិច្ឆ័យរោគសញ្ញាក៏វាមានការលំបាកផងដែរដូច្នេះសម្រាប់បងប្អូនអរគ្នាដែលមានបំណងចង់បានថ្នាំសត្វវ៉ាក់សាំងព្យាបាលសត្វវ៉ាក់សាំងការពារជំងឺសត្វគឺល្អបាទខ្ញុំនៅតែឲ្យយោបល់ដដែលគឺការពារប្រសើរជាងព្យាបាលហើយទោះពេលដែលយើងការពារហើយវាអាចមានការឡើងលេចឡើងនៅរោគសញ្ញាបន្តិចបន្តួចក៏យើងងាយស្រួលក្នុងការព្យាបាលផងដែរអញ្ចឹងសម្រាប់បងប្អូនប្រជាកសិករនៅតាមមូលដ្ឋានដែលកំពុងតែចិញ្ចឹមសត្វគោក្របីហើយមិនដឹងថាចង់ប្រឹក្សាយោបល់ជាមួយអ្នកណាបងប្អូនអរគ្នាអាចទំនាក់ទំនងតាម Telegram របស់ខ្ញុំដាក់ជាវីដេអូខាងលើក៏ដូចជាលេខទូរស័ព្ទហ្នឹងគឺសម្រាប់ប្រឹក្សាយោបល់សាកសួរព័ត៌មានអំពីបច្ចេកទេសវិធីសាស្ត្រការព្យាបាលក៏ដូចជាសត្វកំពុងតែមានបញ្ហាមិនដឹងដោះស្រាយដោយរបៀបណាអាចទំនាក់ទំនងសាកសួរព័ត៌មានបានបាទពីទាំងគោស្គមគោធាត់ហើយតែមិនស៊ីស្មៅគោហើមពុះគោរីអីហ្នឹងអាចទំនាក់ទំនងសាកសួរព័ត៌មានប្រឹក្សាយោបល់ជាមួយខ្ញុំបាទជីវិតពេទ្យសត្វវាពេលខ្លះក៏លំបាកពេលខ្លះក៏ស្រស់ស្រាយដែរបងប្អូនខែនេះគឺទេសភាពគួរឲ្យស្រឡាញ់គួរឲ្យ refreshment បងប្អូនអរគ្នាហើយអរគុណសម្រាប់បងប្អូនអរគ្នាតែតាមដានទេសនានិងគ្រប់គ្រងវីដេអូ